ជំរាបសួរប្រិយមិត្តបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយចែករំលែកដល់មិត្តភ័ក្តិរបស់ខ្ញុំបាទហើយរឿងនេះក៏អស់សំណើចបន្តិចផងហើយនឹងមិនអស់សំណើចផងគឺបានន័យថាពុកម៉ែបងប្អូនគិតខ្លួនឯងហើយពិចារណាតាមការគួរណាបងប្អូនរឿងនេះតាមពិតទៅគឺគាត់ទៅចុចខ្ញុំនេះមិញបងប្អូនណាប្រិយមិត្តបងប្អូនជាអ្នកស្ដាប់ចែករំលែករឿងនេះគឺមិត្តភ័ក្តិរបស់ខ្ញុំទេបាទគាត់ឈ្មោះវីគាត់ទៅទេមកខ្ញុំមិញឯងឥឡូវយើងចូលសាច់រឿងរបស់យើងហ្មងណាថ្ងៃម៉ោង7ជាងនេះម៉ោង7ជាងនេះល្ងាចថ្ងៃហ្នឹងហ្មងណាគាត់បានទេមកខ្ញុំគាត់ថាក៏រាយរាប់ថាប្រពន្ធគាត់ហ្នឹងគឺបានសុំគាត់ទឹកកឋិនបាទទឹកកឋិនយើងឥឡូវហ្នឹងឆ្នាំហ្នឹងគឺខែនឹងឯងដូចខ្ញុំប្រាប់ប្រិយមិត្តបងប្អូនស្ដាប់ចឹងគាត់ប្រាប់ថាមនុស្សគាត់ខ្លាចពុទ្ធណាប៉ុន្តែដល់ពេលប្រពន្ធគាត់ទៅបាត់គឺគាត់ក្លាហានពេលដែលប្រពន្ធគាត់នៅសំបីតែខ្ញុំក៏មិនដែរឆាតមកខ្ញុំដែរអញ្ចឹងបងប្អូនតែមិនដឹងវាយ៉ាងម៉េចថ្ងៃនេះមានអារម្មណ៍ល្អដួងចិត្តបើកបានទេមកខ្ញុំបាទឆានមកខ្ញុំហើយរាយរាប់រឿងគាត់នឹងឯងថាសម្លាញ់ថ្ងៃនេះប្រពន្ធអញទៅផ្ទះបាត់ហើយគេសុំអញទៅកឋិនហើយខ្ញុំក៏បានឆ្លើយថាហើយថៃបានប្រាប់អញក៏ប្រាប់ព្រោះអញខ្លាចប្រពន្ធអញទៅខ្លាចប្រពន្ធហើយមកប្រាប់ឯងឥឡូវនិយាយមកចឹងចូលសាច់រឿងយើងឲ្យបងប្អូនប្រិយមិត្តនៅក្នុង YouTube បានស្ដាប់ផងហើយគាត់ក៏បាននិយាយប្រាប់ខ្ញុំថាមិនមានអីច្រើននោះទេគ្រាន់តែថាពេលដែលគាត់ពុនគាត់ហ្នឹងសុំគាត់ទៅកឋិនគាត់និយាយថាប្រពន្ធគាត់ទៅ 4-10 ថ្ងៃហើយប្រពន្ធគាត់លក់អីតិចតួចនៅក្នុងវត្តចឹងណាហ្នឹងហើយគាត់ថាមួយយប់រកបានអី40ម៉ឺន1លានជាងក៏មានដែរបងប្អូនព្រាវិតអញ្ចឹងអ្នកលក់ស្ដែកដីឬក៏លក់នំលក់នេកអីនៅក្នុងកឋិនវត្តយើងមួយប្រហែលជាដូចជាមិត្តភ័ក្តិខ្ញុំនិយាយអញ្ចឹងណាព្រោះដោយសារថ្ងៃមិញនេះបងប្អូនថ្ងៃមិញខ្ញុំក៏ឥឡូវយើងចូលរឿងមួយទៀតមិនតិចចោះណាចូលរឿងសាច់រឿងនៃផ្សេងក្រៅពីពូម៉ាក់ខ្ញុំអញ្ចឹងណាហ្នឹងហើយថ្ងៃមិញនេះខ្ញុំបានដុបព្រោះខ្ញុំអ្នករូបស្អាប់ទេបងប្អូនហ្នឹងហើយប៉ុន្តែខ្ញុំមានរឿងចែករំលែកដល់មិត្តភ័ក្តិឬក៏ប្រិយមិត្តផ្សេងដែលគាត់ឆាតមកខ្ញុំហ្នឹងក៏ខ្ញុំបានសម្រាយនៅក្នុងវីដេអូនេះឲ្យពុកម៉ែបងប្អូនបានស្ដាប់ចឹងណាហ្នឹងហើយឥឡូវយើងចូលរឿងចែនោះសិនណាឥឡូវចូលពីរឿងណាចែហ្នឹងគាត់បាននិយាយថាការគាត់មិនទាន់ហ្នឹងភ្ញៀវរបស់ខ្ញុំឯណាសូមបញ្ជាក់ហ្នឹងហើយគាត់ថាការគាត់មិនទាន់ឡើងមកពេញគាត់ថាគាត់ហ្នឹងលក់សណ្ដែកដីដាក់ម៉ូតូទាំងសងខាងអញ្ចឹងណាគាត់ថាមកយប់គាត់រកបាន 100000 អញ្ចឹងខុសប្លែកអីវាចំនឹងរឿងមិត្តភ័ក្តិរបស់ខ្ញុំដែលឈ្មោះវីដែលចែកលេខរឿងមកខ្ញុំហ្នឹងគាត់ថាប្រពន្ធគាត់ហ្នឹងលក់មកយប់បាន40ម៉ឺនទៅ1លានជាងអញ្ចឹងវាខុសគ្នាឆ្ងាយអញ្ចឹងបងខ្ញុំសូមប្រាប់ប្រិយមិត្តទាំងអស់គ្នាថារឿងនេះវាដូចគ្នាព្រោះភ្ញៀវខ្ញុំដែលខ្ញុំដឹកថ្ងៃមិញហ្នឹងឯងគឺគាត់ថាមួយយប់គាត់រកបានតា100000ទេហើយគាត់លក់តាមកឋិនដូចគ្នាតាមរោងបុណ្យអីចឹងណាហ្នឹងហើយតាមរោងខោនេះទៅហើយមិត្តភ័ក្តិខ្ញុំដែលគាត់ឈ្មោះវីនេះដែលគាត់ចែករំលែករឿងឲ្យខ្ញុំមក7ជាងនេះថ្ងៃហ្នឹងឯងគាត់បាននិយាយថាប្រពន្ធគាត់ហ្នឹងសុំគាត់ទៅផ្ទះ 4-10 ថ្ងៃដើម្បីទៅលក់ទិញទួចនៅតាមវត្តតាមវាកឋិនយើងអីចឹងណាហើយគាត់សប្បាយចិត្តថាប្រពន្ធគាត់លក់មកយប់បាន40ម៉ឺនទៅ1លានជាងនៃបងប្អូនជឿអត់ដល់ខ្ញុំដូចជឿបន្តិចអត់បន្តិចមកទេពួកមិត្តភ័ក្តិខ្ញុំនិយាយហើយរួចមកគាត់និយាយថាគាត់នឹងរងថ្ងៃហ្នឹងស្រឡាញ់ប្រពន្ធខ្លាំងណាស់សំបីតែកុំហ្នឹងក៏ទុកឲ្យប្រពន្ធគាត់កាន់ដែរលុយបាញ់លុយចូលអីគឺសម្រាប់គាត់ទាំងប្រពន្ធគាត់ទាំងអស់ចឹងណាបងប្អូនប្រិយមិត្តហ្នឹងហើយដល់ឡែកគាត់ថា
បើគាត់មានលុយច្រើនហ្នឹងគឺគាត់មកផ្ទះខ្ញុំនេះតែខ្ញុំអេដមីនអ្នកនិយាយនេះគាត់មកហៅខ្ញុំផឹកមិនមានន័យទេបងប្អូនណាយើងនិយាយចូលសាច់រឿងអេដមីនតិចដែរទៅកុំអោយទេព្រោះយើងមនុស្សប្រុសដល់គ្នាទេប្រិយមិត្តអ្នកស្ដាប់ហ្នឹងក៏មានស្រីមានប្រុសដែរមិនចឹងហ៎ប្រិយមិត្តគាត់បានថាលុយដែលគាត់ធ្វើការនេះគឺប្រពន្ធរបស់គាត់ហ្នឹងកាន់កង់ដល់ពេលអញ្ចឹងទៅគាត់ធ្វើការមកគឺលុយហ្នឹងគឺប្រាក់ខែគឺចូលកង់ហើយព្រោះប្រពន្ធគាត់ជាអ្នកកាន់អញ្ចឹងណាហ្នឹងគាត់ថាពេលដែលគាត់រកលុយក្រៅបានគឺគាត់នឹងមកជួបខ្ញុំហើយខ្ញុំក៏បានតបទៅមិត្តភក្តិខ្ញុំដែលឈ្មោះវីហ្នឹងខ្ញុំប្រាប់ថាថ្ងៃណាទំនេរចាំមកថ្ងៃណាមិនទំនេរមិនបាច់មកទេព្រោះខ្ញុំប្រាប់គាត់អញ្ចឹងដោយសារពេលខ្លះទៅខ្ញុំក៏អត់នៅផ្ទះដែរខ្ញុំរវល់រោស៊ីដែរហើយបើមានបងប្អូនប្រិយមិត្តគាត់ឆាតមកចែករំលែករឿងខ្លះតាមឆាតមកខ្ញុំមកគឺខ្ញុំសរសេរទុកហើយយប់ឡើងខ្ញុំនឹងនិយាយនៅក្នុងវីដេអូនេះឲ្យប្រិយមិត្តបងប្អូនយើងមកស្ដាប់ចែករំលែកខ្លះអញ្ចឹងណាហ្នឹងហើយបងប្អូនហើយដល់ឥឡូវយើងនិយាយចូលសាច់រឿងដែលគាត់លួចស្បែកដីដែលបានក្នុងមួយយប់ហ្នឹងបាន40,000ទៅ1លានជាងឥឡូវបងប្អូនជឿអត់បើភ្ញៀវខ្ញុំទឹកថ្ងៃមិញណាបងប្អូនណាតាមពិតនេះរឿងនេះបងប្អូនដែលសម្រាយឲ្យបងប្អូនបានស្ដាប់ក្នុងវីដេអូនេះតាមពិតទៅគឺចូលរឿងអេដមីនដែរប៉ុន្តែអេដមីនមិនបាននិយាយបន្តខ្លួនសាច់រឿងខ្លួនឯងទេគ្រាន់តែថានិយាយថាភ្ញៀវគឺថ្ងៃមិញគឺខ្ញុំបានដឹកគាត់ថាគាត់ធ្លាប់លក់ស្បែកដីបានមួយថ្ងៃ10,000អញ្ចឹងមួយយប់10,000ហើយសម្លាញ់ខ្ញុំភូវីនេះគាត់ថាប្រពន្ធគាត់នឹងលក់ស្បែកដីដែរតែបានមួយយប់40,000ទៅ1លានជាងឥឡូវបងប្អូនប្រិយមើលគិតមើលគិតយ៉ាងណាយ៉ាងណីគិតជប់ធ្វើវីដេអូបងប្អូនគិតចង់ទៅលក់ស្បែកដីដែរព្រោះមិត្តភក្តិខ្ញុំគាត់ថាលក់ស្បែកដីបានមួយយប់40,000 1លានជាងបងប្អូនហើយទៅពេលអញ្ចឹងទៅក៏វាគិតសពទៅថាដូចទៅមិនរួចទេហើយខ្ញុំក៏បានសួរគាត់ថែមទៀតថាឥឡូវនឹងភរិយារបស់ឯងគឺមកពីណាអីថ្ងៃណាអីចឹងទៅគាត់ថាប្រហែលជាទៅរហូតឯងគាត់ថាប្រហែលទៅរហូតហើយព្រោះសុំគាត់ទៅចិត្តកន្លះខែแล้วហើយទៅតាំងពីកឋិនដើមទី1ហ្នឹងហើយហើយគាត់អួតប្រាប់ធម្មតាទេមនុស្សខ្លាយប្រពន្ធដល់ពេលប្រពន្ធបានចាក់ចេញទៅឆ្ងាយ4-10ថ្ងៃ20ថ្ងៃចឹងទៅអសប្បាយចឹងណាការប្រពន្ធនៅសំបីតាទេមកខ្ញុំឆាមខ្ញុំក៏ដាល់ដែរហើយរឿងនេះខ្ញុំសូមផ្ញើទៅសម្លាញ់របស់ខ្ញុំដែលគាត់រៀបរាប់រឿងគាត់មកប្រាប់ខ្ញុំផងគាត់ឈ្មោះវីបាទចែកនៃរឿងនេះមកខ្ញុំឲ្យខ្ញុំបាននិទានឲ្យប្រិយមិត្តបងប្អូនយើងមកស្ដាប់នៅក្នុង Channel YouTube នេះចឹងណាហ្នឹងហើយបងប្អូនហើយរឿងនេះគឺมันមានច្រើនទេគឺមានតែប៉ុណ្្នឹងឯងព្រោះមិត្តភក្តិសម្លាញ់ខ្ញុំពីរហ្នឹងគឺគាត់បានចែករំលែកតែប៉ុណ្្នឹងទេមិនដឹងថាថ្ងៃណាប្រពន្ធគាត់មកវិញក៏មកវិញសូម្បីតាឆាតមិនហ៊ានឆាតមកខ្ញុំផងអញ្ចឹងសាច់រឿងនេះគឺបញ្ចប់ធំនឹងឯងណាប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទអេដមីនក៏សូមបញ្ចប់ធំនឹងដែរហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកតាមដានស្ដាប់អរគុណគ្រប់លា